ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនាំអារម្មណ៍របស់ពុកម៉ែបងប្អូនទៅមើលការលេងខ្លួនរបស់ខ្ញុំអំឡុងឆ្នាំ2015ថាវាប្លែកស្ទាវយ៉ាងណាអូកាលហ្នឹងបងប្អូនខ្ញុំនិយាយមែនបើមិនខ្ញងបើមិនតួលខោនទេអត់ចាច់ពីផ្ទះតែមកក្នុងវីដេអូមួយនេះមិនត្រឹមតែបង្ហាញអំពី style លេងខ្លួនរបស់ខ្ញុំអំឡុងឆ្នាំ2015ទេបងប្អូនខ្ញុំនឹងបង្ហាញពីទីតាំងដែលខ្ញុំធ្លាប់តែថតលេងការ10ឆ្នាំមុនណាថាវាប្រែប្រួលវាផ្លាស់ប្ដូរទៅយ៉ាងណាខ្លះបងប្អូនកុំភ្លេចតាមដានវីដេអូមួយនេះទាំងអស់គ្នាហើយមុននឹងចូលទៅដល់វីដេអូរបស់យើងគឺយើងត្រូវមកឆែកមើលជាមួយនឹងខោអាវដោយអាវក្រហ្សេនេះបងប្អូនគឺថារក្សាបានល្អបើគិតទៅវា10ឆ្នាំជាងណាបងប្អូនប៉ុន្តែផ្សេងទៀតគឺថាវាអត់ទេគ្រាន់ថាវាស្តៀងអីចឹងណាបងប្អូនបាទបើសិនជាឡើងតែរកខោអាវដូចមិននឹងទៅរកឯណាបានទេបងប្អូនអើយ10ឆ្នាំជាងបាត់ទៅហើយហ្នឹងវត្តចោលអស់ហើយប៉ុន្តែមុននឹងចាញ់ក្រៅបងប្អូនដឹងស្រាប់ហើយមិនថាបារម្ភមិនថានារីទេកុំភ្លេចប្រើជាមួយនឹងលេការពារកម្ដៅថ្ងៃឲ្យបានល្អដើម្បីកុំឲ្យស្បែករបស់យើងហ្នឹងរងការរលាកឡើងទៅជាជាំអាចរុយឬក៏បញ្ហាផ្សេងនៅលើស្បែកមុខហើយបើសិនជាបងប្អូនកំពុងតែស្វែងរកលេការពារកម្ដៅថ្ងៃដែលមាន SPF ខ្ពស់ហើយការពារស្បែករបស់យើងបានល្អពីកាំរស្មី UVB UVA កុំភ្លេចជាមួយនឹងលេការពារកម្ដៅថ្ងៃនៃផលិតផល 4C សាច់លេរបស់គេស្រាលប្រាប់បានទាំងប្រុសប្រាប់បានទាំងស្រីងាយស្រួលក្នុងការប្រើប្រាស់ហើយអ្វីដែលសំខាន់គឺវាការពារស្បែករបស់យើងពីកាំរស្មី UV បានល្អមែនតើហើយបើសិនជាបងប្អូនជាក្នុងឥឡូវនេះកំពុងតែមាន promotion ទិញ1ថែមជូន1បើសិនជាបងប្អូនចង់បានកុំភ្លេចណាឆាតចុច page ម៉ៃចម្រើន Let's go to Kim Hae ឥឡូវនេះពួកយើងកំពុងតែធ្វើដំណើរទៅតាមផ្លូវហើយខ្ញុំចំណាយពេល7-4ម៉ោងបានទៅដល់កន្លែងដែលខ្ញុំធ្លាប់នៅលើដោយសារចំណាយពេលវេលាជិះឡានយូរហើយពួកយើងក៏ឃ្លានបាយថ្ងៃត្រង់ដែរបងប្អូនដូច្នេះហើយយើងចោះញ៉ាំបាយថ្ងៃត្រង់សិនណាហើយម្ហូបដែលយើងញ៉ាំនេះគឺថាម្ហូបកូរ៉េបងប្អូនបាយឆាប៉ាគីហើយនឹងខាងនោះគឺថាស្អីគេសាច់ជ្រូកបំពងដែលភាសាកូរ៉េគេហៅថាថូនខាស៊ឺបងប្អូនទម្លាប់សម្មើរបស់ខ្ញុំបើថាបាយថ្ងៃត្រង់ហើយមិនបានផ្អែមទេបងប្អូនធ្វើអត់កើតទេដូច្នេះហើយមកកវ៉ែលហាងនំដូណាត់នេះបងប្អូនណាអស់2ដុំទៀតទៅបន្ទាប់ពីអស់នំដូណាត់2ដុំហើយកលេចមកឃើញមឹកអាំងបងប្អូនណាក៏ចង់បានមឹកអាំងមកក្បាលទៀតគិតទៅកូនពៅមិនចេះឆ្អែតមិនចេះឆ្អន់ត្មងបងប្អូនណាបាទបេសកកម្មនេះចំណាយដើមទុនច្រើនណាស់ទៅលើកូនពៅគីមហេដល់ហើយដល់គីមហេហើយអូយដល់គីមហេណាស់បណ្ដោយអូយបាទបន្ទាប់ពីយើងជិះឡានអស់រយៈពេល7-4ម៉ោងក៏យើងមកដល់គីមហេដែលជាទឹកដីចាស់របស់ខ្ញុំបងប្អូនណាគ្រាន់តែចូលទឹកដីគីមហេភ្លាមមានអារម្មណ៍ថាសប្បាយចិត្តត្មងបងប្អូនណាព្រោះវាជាទឹកដីដែលខ្ញុំធ្លាប់ធ្វើការហើយនឹងរស់នៅការដែលខ្ញុំអាណត្តិទី1បងប្អូនណាគ្រាន់តែចូលមកមានអារម្មណ៍ថាកក់ក្ដៅកន្លែងដែលយើងធ្លាប់នៅណាតែបងប្អូនមួយចំនួនគាត់ថាអត់ចង់ចូលទឹកដីចាស់ទេដែលទឹកដីចាស់មានភាពជឿចាប់អីចឹងណាតែខ្ញុំអត់អញ្ចឹងទេបងប្អូនណាចូលទៅដល់ទឹកដីចាស់គឺមានតែភាពសប្បាយរីករាយព្រោះថាកន្លែងហ្នឹងវាផ្ដល់អនុស្សាវរីយ៍ជាច្រើនអនុស្សាវរីយ៍ល្អៗអញ្ចឹងណាគ្រាន់តែចូលមកដល់ទឹកដីគីមហេដែលជាទឹកដីចាស់ភ្លាមបងប្អូនគឺសំដៅទៅរម៉ាតដែលខ្ញុំធ្លាប់តែទិញគ្រឿងទេម្ហូបបន្លែត្រីសាច់អីចឹងណាប៉ុន្តែនៅកន្លែងនេះគឺមានការអភិវឌ្ឍច្រើនមែនទែនបងប្អូនគេបន្ថែមជាមួយនឹងអាស៊ាន Food កាលមុនគឺមានតែ Mega Mart នៅម៉ាតដែលខ្ញុំកំពុងដើរចូលហ្នឹងណាបងប្អូនហើយទៅនេះមិនរកអីទេបងប្អូនរកមួកព្រោះខ្វះមួកហើយនេះមិត្តភ័ក្តិរបស់ខ្ញុំនៅគីមហេឈ្មោះសុភត្រាបាទមិត្តយិនសិនត្មងហើយមួកមានច្រើនបងប្អូនណាមានមួក DJ មួកអីចឹងណាប៉ុន្តែខ្ញុំនឹកឃើញថាទៅមួក DJ អីទៀតបងប្អូនណាទិញឥឡូវធម្មតាអញ្ចឹងទៅយើងទុកពាក់បានយូរមែនទេព្រោះយើងចូលវ័យនេះទៅហើយយើងគ្រាន់តែថតវីដេអូមួយផ្លែតហ្នឹងឧបកិច្ចអញ្ចឹងណាបងប្អូនបាទក៏យកអានេះទៅហើយក៏ភ្លេចកាបូបលុយនៅចម្រើនទៀតបងប្អូនណាប៉ុន្តែបានមិត្តយិនសិននេះឯងគាត់ចេញលុយឲ្យបងប្អូនណាបាទ$7របស់គេដែរហ្នឹងនេះបន្ទាប់ពីគិតលុយរួចរាល់ហើយក៏យើងបានមួកមួយហើយយើងបន្តបេសកកម្មរបស់យើងបងប្អូនណាដើម្បីឲ្យឆាប់ចប់ណាប៉ុន្តែឆ្លៀតបង្ហាញកន្លែងចំណតភ្លើងចំណតឡានក្រុងបងប្អូនដែលខ្ញុំធ្លាប់តែចាំដើម្បីជិះទៅសាលារៀនភាសាកូរ៉េចុងសប្តាហ៍ណាបងប្អូននោះបងប្អូននិយាយថានឹកឲ្យកលួចតែមកណាបងប្អូនឥឡូវយើងបានមកដល់ទីតាំងហើយបងប្អូនប៉ុន្តែយើងត្រូវផ្លាស់ប្ដូរសម្លៀកបំពាក់ធ្វើម៉េចឲ្យស្តៀង style កាលដែលខ្ញុំលេងអំឡុងឆ្នាំ2015ហ្នឹងណាហើយមានកន្លែងដូរកៅអៅទេបងប្អូនហើយបាទដូរបាំងនឹងឡាននឹងឯងហើយពួកតាក់ស៊ីគេមើលឡើងលាស់ហើយឈុតទី1នេះបងប្អូនគឺខ្ញុំ inspire ពីក្រុម B Top នៅក្នុង MV ដែលមានចំណងជើងថាវ៉ាវបើបងប្អូនមិនជឿចូលទៅមើលទៅហើយខ្ញុំឃើញការស្លៀកពាក់របស់គាត់ជាពីថាលយបងប្អូនអើយដូច្នេះហើយខ្ញុំក៏ឈួតតាមអូនកាលហ្នឹងបងប្អូនខ្ញុំនិយាយមែនបាទ K-pop ចូលខ្លួនសាហាវហ្មងណាហើយឈុតដែលខ្ញុំពាក់នៅក្នុងរូបថតនេះគឺខ្ញុំពាក់នៅក្នុងឆ្នាំ2015ហើយដល់ពេលដែលខ្ញុំដាច់អាណត្តិទី1ខ្ញុំក៏បានផ្ញើទៅខ្មែរមុនអញ្ចឹងណាបងប្អូនហើយបងប្រុសខ្ញុំបងប្អូនហើយមិនស្គាល់ fashion ក៏ពាក់ទៅបងត្រីបាត់ខ្ញុំស្ដាយអើយស្ដាយបងប្អូនណាស្អាតណាឈុតហ្នឹងណាបាទហើយបងប្អូនមកមើលឈុត
2025នេះមើលស្តៀង2015ហ្នឹងប្រហែលភាគរយដែរដូចខ្ញុំនិយាយចឹងបងប្អូនវាអត់មានឈុតឯណាទៅរកឲ្យបានដូច100%ទេបាទឆ្នាំ2025ហើយនោះបើខ្ញុំចង់បានឈុតនេះមិនទៅរយណាទេអូយបងប្អូននេះបាទបេសកកម្មនេះវាថាអូយតស៊ូដល់កហើយណាបាទក្រោមកម្ដៅថ្ងៃហែងឲ្យថតតរំតែបានត្រូវកាត់ពីនាយធ្លាក់អាយបងប្អូនហើយដោយសារតែចង់បង្ហាញឲ្យបងប្អូនឃើញពីការលេងខ្លួនរបស់ខ្ញុំអំឡុងឆ្នាំ2015ហើយកន្លែងដែលខ្ញុំថតឆ្នាំ2015អញ្ចឹងណាបងប្អូនឃើញនេះបាទស្ពាននឹងឯងឥឡូវយើងចូលទៅដល់ឈុតទី2ហើយឈុតនេះគឺខ្ញុំ inspire ពីក្រុមសភៅជនីនៅក្នុង MV ដែលមានចំណងជើងថា Mr. Simple បងប្អូនចូលទៅក្នុង YouTube ហើយមើលបានសំចេះគូតហើយកាលហ្នឹងខ្ញុំមិនដឹងថាខ្លួនឯងនឹងគិតអីបងប្អូនអត់ខ្វល់មនុស្សជុំវិញខ្លួនទាំងអស់ចង់គេមើលមកយើងនឹងថាយើងជាមនុស្សបែបណាក៏ដោយបងប្អូនសំខាន់ឲ្យតែថាបានប្រហែល idol របស់យើងណាបាទចេញក្រៅដោយភាពជឿជាក់អត់មានខ្វល់អ្នកណាទាំងអស់ដូចខ្ញុំនិយាយចឹងបងប្អូនកាលហ្នឹង K-pop ចូលខ្លួនសាហាវហ្មងចុះបើថាឲ្យតែថាមើល MV មួយណាហើយឃើញគេស្លៀកពាក់ស្អាតអូមួយនេះរកវិធីសាស្ត្រធ្វើម៉េចឲ្យបានកៅអៅនឹងមកស្លៀកអីចឹងណាបងប្អូនទោះបីជាមិនបានដូចក៏ដោយក៏ត្រូវតែបានប្រហែលឬក៏ស្តៀងដែរហើយបងប្អូនមួយចំនួនគាត់បានខមមិនថាសបល់ខ្ញុំអំការឆ្នាំ2015មើលទៅរៀងសបងប្អូនខ្ញុំនិយាយស្មោះត្រង់ហ្មងណាកាលហ្នឹងគឺខ្ញុំប្រើកាមេរ៉ា360បងប្អូនណាខ្លះធ្លាប់ប្រើកាមេរ៉ា360សូមខមមិននៅក្នុងវីដេអូហ្នឹងផងហើយខ្ញុំ360ហ្នឹងមិនអស់ចិត្តទេបងប្អូនណាយករូបភាពហ្នឹងទៅ edit នៅក្នុងកម្មវិធីមួយទៀតដែលមានឈ្មោះថា Beauty Plus យល់ទៅដាក់សបល់ខ្លួនឯងទាញចំោះទាញរូបទាញរាងទាញជើងខ្លួនឯងឲ្យคล้ายទៅជាមនុស្សពីរផ្សេងគ្នាបងប្អូនខ្ញុំនិយាយអត់កុហកទេបាទប៉ុន្តែឥឡូវនេះគឺខ្ញុំលែងប្រើកាមេរ៉ា edit ទៀតហើយបងប្អូនណានេះគឺថា original Sin ហ្មងបងប្អូនមើលទៅហើយបងប្អូនមកមើលឈុតទី2របស់ខ្ញុំនេះបងប្អូនដូចឈុតការដែលខ្ញុំស្លៀក10ឆ្នាំមុននឹងប្រហែលភាគរយដែរនិយាយរួមទៅដូចតាទីតាំងឯងបងប្អូនណាមើលទៅសម្លៀកពាក់ដូចមិនសូវដូចប្រហែលទេធ្វើម៉េចទេបងប្អូនខោដែលខ្ញុំស្លៀក10ឆ្នាំមុននឹងមិនដឹងថាឲ្យទៅអ្នកណាខ្លះទេបងប្អូនណាភ្លេចអស់ទៅហើយមានតែខោដែលមាននៅក្នុងទូស្រាប់នឹងឯងឥឡូវកន្លែងទី1ដែលយើងត្រូវថតជួបបងប្អូនទស្សនានេះបានចប់រួចរាល់ហើយយើងបន្តទៅកន្លែងទី2ហើយក៏អរគុណទៅដល់កាមេរ៉ាមែននិងមិត្តភ័ក្តិរបស់ខ្ញុំសុភ័ត្រាដែលគាត់ចូលរួមយ៉ាងសកម្មនៅក្នុងពេលវេលានេះហើយបងប្អូនសង្កេតមើលខាងក្រោយខ្នងនេះបងប្អូនការដែលខ្ញុំថត2015កន្លែងនេះអត់មាន apartment ទេតែឥឡូវបងប្អូនឡើងដូចផ្សិតត្មងបាទងើយមើលបាក់កឥឡូវយើងបានមកដល់ទីតាំងទី2ហើយបងប្អូនហើយទីតាំងទី2នេះខ្ញុំចង់ឲ្យបងប្អូនកលេចមកមើលឈុតការដែលខ្ញុំស្លៀកអំឡុងឆ្នាំ2015នឹងសិនអូបងប្អូនអានេះឈុតទៅសាលាបងប្អូនណាញ៉ែវាយសិតតែអាវក្រសេខោកបួយសំជះគូតបើជើងកវែងធ្វើដូចឯងនឹងឡើង concert ហើយកន្លែងទី2ហ្នឹងក៏អត់មានកន្លែងដូរខោអាវដែរដូច្នេះហើយមកដូរខោអាវក្នុងឡានណាហើយកាមេរ៉ាមែនរបស់ខ្ញុំនេះវាថាថតអត់មានចន្លោះហ្មងណាបងប្អូនឥឡូវយើងបានស្លៀកពាក់រួចរាល់ហើយយើងបន្តដំណើរទៅទីតាំងថតបងប្អូនចង់ដឹងថាកន្លែងដែលខ្ញុំធ្លាប់ថត10ឆ្នាំមុនហ្នឹងវាប្រែប្រួលយ៉ាងម៉េចខ្លះអីចឹងណាបងប្អូននៅតំបន់ Kim Hair ស្គាល់ទីតាំងនេះច្បាស់ហើយបើសិនតែបងប្អូនធ្លាប់មកលេងកន្លែងនេះកុំភ្លេចចូល comment ក្រោមវីដេអូហ្នឹងផងបងប្អូនណាកន្លែងនេះគឺមានឈ្មោះថាស្រូវាងគាត់មកដល់ខ្លងទ្វារចូលចម្រើនគាត់សួរខ្ញុំថាកន្លែងនេះនៅកន្លែងណាថាអត់ដឹងទេមានតែដើររទៅព្រំវែងហើយមកយូរឆ្នាំរចុះរឡើងហ្នឹងខ្ញុំគិតថាវាជាកន្លែងនេះហើយបងប្អូនដោយសារអង្ការដែលខ្ញុំថតឆ្នាំ2015ហ្នឹងគេមានរបងខាំងដើម្បីយើងឆែកសវត្តចេញចូលទៅព្រោះកន្លែងនេះគឺជាកន្លែងប្រវត្តិសាស្ត្រពីព្រោះនៅក្នុងហ្នឹងមានភ្នោបុរាណដ៏ធំមួយគិតទៅបងប្អូនខ្ញុំអត់ដឹកស្មានថាខ្លួនឯងហ្នឹងមកធ្វើរឿងរ៉ាវនេះជាលើកទី2នៅកន្លែងចាស់ទេហើយឈុតនេះខ្ញុំគិតថាវាដូចនឹងឈុតដែលខ្ញុំស្លៀកអំឡុងឆ្នាំ2015ហ្នឹងដូចប្រហែលជា 60 ទៅ 70% បងប្អូនគិតអញ្ចឹងអត់ដោយសារវាជើងកវែងមកគាត់ដល់ខុសពណ៌ទេហើយអាវក្រសេហ្នឹងគឺថានៅដដែលតែម្ដង10ឆ្នាំជាងហើយហើយបើជើងកវែងហ្នឹងខ្ញុំប្រហែលជាឲ្យទៅប្អូនថ្លៃប្រុសរបស់ខ្ញុំបងប្អូនណាបាទហើយខោកបួយហ្នឹងមិនដឹងកវត្តចោលដល់ណាដល់ណីទេបងប្អូននេះខ្សែកវត្តអាក្បាលធំហ្នឹងអីហើយនេះគឺជាកន្លែងដែលខ្ញុំធ្លាប់ថតបងប្អូនខ្ញុំនិយាយមែនគឺថាសប្បាយមែនតើណាឥឡូវយើងចូលទៅដល់ទីតាំងចង់បញ្ចប់បងប្អូនណាព្រោះថាវីដេអូនេះដូចជាធុងវែងដែរបងប្អូនណាសង្ឃឹមថាបងប្អូននៅតាមដានបន្តទៀតព្រោះនៅតែមកសន្លឹកទៀតទេបងប្អូនណារូបចុងក្រោយហ្នឹងគឺយើងត្រូវដូរសម្លៀកបំពាក់ដូចគ្នាហើយសម្លៀកបំពាក់ដែលខ្ញុំពាក់អំឡុងឆ្នាំ2015ហ្នឹងដូចខ្ញុំនិយាយចឹងមិនដឹងថាវាបាត់ទៅណាអស់ទេបងប្អូនចឹងមានតែចំនួនដោយសម្លៀកបំពាក់ឆ្នាំ2025នឹងឯងបងប្អូនមើលទៅវាមិនដូចគ្នាគ្រាន់តែស្តៀងតិចតួចដែរហើយទីតាំងដែលខ្ញុំត្រូវរហ្នឹងឃើញបងប្អូនប៉ុន្តែបាត់កៅអីដែលខ្ញុំធ្លាប់អង្គុយហ្នឹងប្រហែលជាពុកផុយចឹងទៅគេលើកទៅណាទៅណីចឹងណាបងប្អូននៅឃើញតែដើមឈើបាទអត់ទៅណាសោះបាទនៅតែដែរអូមិនមែនបាត់តែកៅអីបងប្អូនណាបាត់តាមួយទៀតបាទមិនដឹងតាទៅណាទេបងប្អូនមើលឈុត2025និង2015មើលដូចគ្នាប្រហែលភាគរយដែរក្នុងវីដេអូមួយនេះទាំងអស់បងប្អូនទីតាំងគឺថាដូចគ្នា100%តែម្ដងតែសម្រាប់សម្លៀកបំពាក់គឺវាអត់ដូចគ្នាទេដោយសារសម្លៀកបំពាក់ចាស់របស់ខ្ញុំឲ្យគេខ្ញុំបោះចោលអីចឹងណាបងប្អូនសល់ដែរប៉ុន្តែសល់ត្រឹមតិចតួចអីចឹងណាបងប្អូនហើយមួយវិញទៀតខ្ញុំសួរបងប្អូនតាមត្រង់ហ្មងអំឡុងឆ្នាំ2015រហូត
ដល់ឆ្នាំ2025បងប្អូនមើលឃើញខ្ញុំប្រែប្រួលមិនខ្លះ complete comment ក្រោមវីដេអូនឹងផងវីដេអូមួយនេះគឺថាលះបង់កម្លាំងកាយនិងពេលវេលាច្រើនណាបងប្អូនណាហើយក៏សង្ឃឹមថាបងប្អូនទស្សនាវីដេអូមួយនេះដោយមានភាពសប្បាយរីករាយហើយវីដេអូរបស់យើងគឺមានច្រើនបន្តទៀតបងប្អូនដោយសារខ្ញុំមានឱកាសមកទឹកដីចាស់អញ្ចឹងខ្ញុំនឹងបង្ហាញពីកន្លែងដែលខ្ញុំធ្លាប់ធ្វើការកន្លែងដែលខ្ញុំធ្លាប់គួរថ្នាក់ការងារកន្លែងដែលខ្ញុំធ្លាប់រស់នៅហើយនឹងកន្លែងដែលខ្ញុំធ្លាប់ហាត់ប្រាណទិញបន្លែត្រីសាច់ផ្សារអីចឹងណាបងប្អូនអញ្ចឹងកុំភ្លេចតាមដានវគ្គបន្តទៀតបងប្អូនណាជួបគ្នាវីដេអូក្រោយជម្រាបលា